ននៅខាងឆ្វេងដៃខ្ញុំហ្នឹងគឺអ្នកស្រីអេម៉ាលីខៀវគាត់ខាងតំណាងខាងហៅ Cambodian Gala ហ្នឹងគាត់នឹងជម្រាបទៅថាកម្មវិធីនឹងយ៉ាងម៉េចដើម្បីដល់ប្រជាពលរដ្ឋខ្មែរយើងដើម្បីប្រយោជន៍ដល់ខ្មែរយើងទាំងអស់គ្នាអញ្ចឹងសូមអញ្ជើញស្រីអេម៉ាលីខៀវមានប្រសាសន៍ដោយខ្លីបំផុតដើម្បីទុកឱកាសហ្នឹងឲ្យយើងធ្វើកម្មវិធីតទៅទៀតបាទសូមអរគុណអញ្ជើញពីទូបានណាពីទូកែវស្គាល់យូរហើយបាទអរគុណសូមអញ្ជើញបាទ Hello ជាដំបូងទាំងអស់ពួកយើងខ្ញុំទាំងអស់សូមថ្វាយបង្គំគោរពព្រះសង្ឃដែលគុណមេតាហើយនឹងព្រះសង្ឃគ្រប់អង្គទាំងអស់នៅទីនេះហើយពួកខ្ញុំសូមជម្រាបសួរបងប្អូនលោកពូមានទាំងអស់គ្នានៅទីនេះពួកកែអាម៉ាលីហើយទៅជាសវណ្ណាសូមមានយោបល់បន្តិចបន្តួចដើម្បីសូមផ្ញើអ្វីព័ត៌មានថាពួកយើងខ្ញុំទាំងអស់គ្នាហ្នឹងបានរៀបចំធ្វើ Cambodian Gala the first ever in the United States ចង់ធ្វើនៅខែទី9ថ្ងៃទី12ឆ្នាំ2026ពេលបុណ្យហ្នឹងពួកខ្ញុំនៅរៀបចំធ្វើនៅនៅហូតែល Radisson Blu នៅមកអាមេរិកចាប់ពីម៉ោង5 រសៀលរហូតដល់ម៉ោង12យប់ហើយមានសង្ឃឹមថាបងប្អូនមកពីក្រៅប្រទេសច្រើនណាស់ដែលក្រៅប្រទេសក្នុងប្រទេសអាចមកចូលរួមក្នុងអរិយពិធីកាឡានេះហ្នឹងហើយនេះហើយពួកខ្ញុំចង់អញ្ជើញបងប្អូនទាំងអស់គ្នាហ្នឹងទៅជួបជុំគ្នាធ្វើជាម្ចាស់ផ្ទះអ្នកនៅមូលនិធិយើងហ្នឹងដើម្បីទទួលភ្ញៀវមកពីក្រៅប្រទេសផ្សេងហើយនឹងមកពីប្រទេសក្រៅដើម្បីបញ្ជួយអបអរសាទរសំណាក់សំណោពីរឿងអ្វីយើងជាអ្នកជនភៀសខ្លួនមកនៅសហរដ្ឋអាមេរិកបានអ្វីមានជោគជ័យមានអ្វីកម្មវិធីល្អតាមហ្នឹងហើយខ្ញុំចង់ប្រគល់អ្វីទៅអាមេរិកនិយាយបន្ថែមទៀតដើម្បីរៀបរាប់ដំណើរបានហើយដែរ Hello ខ្ញុំឈ្មោះអាម៉ាលីខៀវជាដំបូងនេះខ្ញុំសូមក្រាបថ្វាយបង្គំដល់ដេគុណអង្គគ្រប់អង្គដែលបាននិមន្តមកក្នុងពេលចូលឆ្នាំថ្ងៃនេះហើយជាពិសេសទៀតនេះខ្ញុំសូមក្រាបថ្វាយបង្គំដល់ដេគុណមន្សានដែលដេគុណលោកអនុញ្ញាតឲ្យនាងខ្ញុំនិងក្រុមការងារមកចូលនៅទីនេះដើម្បីផ្សព្វផ្សាយពីកម្មវិធីដែលពួកយើងនឹងរៀបចំធ្វើដំណើរធ្វើកម្មវិធីនៅខែ9ថ្ងៃ12ក្នុងឆ្នាំនេះកម្មវិធីនេះគឺឈ្មោះ Cambodian American Legacy Gala នៅក្នុងមនីសាយើងគឺជាកម្មវិធីលើកទី1នៅក្នុងសហរដ្ឋអាមេរិកដែលចាប់ផ្ដើមមុនគេបំផុតនៅក្នុងស្ទេតយើងនឹងមានបងប្អូនពីស្ទេតផ្សេងៗទៀតគាត់នឹងចូលរួមជាមួយនឹងស្ទេតយើងជាច្រើនដូច្នេះនាងខ្ញុំសូមអញ្ជើញបងប្អូនទាំងអស់ទៅចូលរួមកម្មវិធីនៅខែ9នេះឲ្យបានច្រើនបំផុតព្រោះយើងជាម្ចាស់ផ្ទះទាំងអស់គ្នាចា៎ហើយកម្មវិធីនេះគឺធ្វើនៅក្នុង Hotel នៅ Radisson Blu មកអាមេរិកគឺ Hotel Sky 5ចា៎ហើយពេលដែលពួកបងប្អូនយើងអញ្ជើញទៅហ្នឹងគឺនឹងមានបងប្អូន volunteer ជាច្រើនដែលមកចូលរួមនៅក្នុងកម្មវិធីនេះដូចជាអ្នកចម្រៀងអញ្ជើញមកពីស្រុកខ្មែរហើយនិងអ្នកចម្រៀងនិងអ្នកសិល្បករនេះពីស្ទេតផ្សេងទៀតគាត់នឹងស្ម័គ្រចិត្តមកចូលរួមដោយអត់គិតថ្លៃហើយបងប្អូនយើងទាំងអស់គ្នាហ្នឹងគឺនឹងចូលរួមទាំងអស់គ្នាជាម្ចាស់ផ្ទះហើយបើសិនជាអូបមកថាឥឡូវខ្ញុំដឹងថា ticket ហ្នឹងគឺ$150ម្នាក់ដើម្បីចូលរួមកម្មវិធីនេះព្រោះកម្មវិធីនេះពេលដែលយើងរៀបចំនេះគឺអត់មានថវិកាខាងរដ្ឋឬខាងក្រុមហ៊ុនណាជួយពួកយើងទេគឺយើងចាត់ចែងដោយខ្លួនឯងនិងចេញចំណាយដោយខ្លួនឯងទាំងអស់ហើយបើសិនជាសល់ថវិកាខ្លះឬក៏បានប្រជាជនខ្មែរយើងដែលចូលរួមហ្នឹងគាត់ donate ចូលនៅក្នុងហ្នឹងនៅសល់ប្រមាណពួកខ្ញុំទាំងអស់គ្នាហ្នឹងនឹងប្រមូលប្រកេនទៅដេគុណបឹងសានឲ្យដេគុណជួយយកថវិកាហ្នឹងទៅជូនដល់បងប្អូនស្រុកខ្មែរដែលគាត់ខ្វះខាតជាពិសេសជូនដល់ជនភៀសសិតដែលនៅស្រុកខ្មែរយើងដោយការដែលពួកយើងបានធ្វើការពីឆ្នាំមុននៅក្នុងខែ9ទី18ពួកយើងបានធ្វើ fundraising មួយដែលយើងបានចាត់ចែងកម្មវិធីហ្នឹងដើម្បីរេសអង្គាសលុយបានស្ទង់ប្រហែលជា$20000បានជូនទៅដល់ដេគុណហើយដេគុណក៏បានជួយ
យកថវិកានោះទៅចែកជូនដល់ប្រជាជនខ្មែរយើងផ្ទាល់ដោយខ្លួនផ្ទាល់ហើយនឹងមានដៃគុណផ្សេងទៀតនៅក្នុងស្រុកខ្មែរក៏បានចូលរួមដូចជាដៃគុណសគុណធាលុនដែលគាត់បានអញ្ជើញដៃគុណផ្សេងទៀតពីវត្តនៅក្នុងស្រុកខ្មែរយើងនោះមកចូលរួមបានប្រហែលជិត30វត្តទៀតហើយនឹងមានឧបាសិកាសុកវណ្ណាក៏បានជួយចាត់ចែងរឿងកម្មវិធីក៏ដែលយើងយកថវិកាទៅស្រុកខ្មែរនៅពេលហ្នឹងហើយយើងនឹងធ្វើឲ្យដូចគ្នាម្ដងទៀតសង្ឃឹមថាបងប្អូននឹងចូលរួមឲ្យបានច្រើនហើយពួកយើងខ្ញុំនឹងជូនពរជូនបងប្អូនដូចគ្នាស្មើគ្នាសូម្បីតែបងប្អូនបានចូលរួមឬមិនបានចូលរួមបានបងដូចគ្នាទាំងអស់ប៉ុន្តែខ្ញុំសូមឲ្យបានចូលរួមមកច្រើនតែពេលហ្នឹងចាហើយហើយសូមអរគុណបងប្អូនទាំងអស់ហើយអញ្ជើញបងប្អូនចូលរួមឲ្យបានច្រើនហើយបន្ទាប់ពីទៅទៀតគឺពួកក្រុមការងារខ្ញុំនឹងចែកគ្នាជាក្រុមដើម្បីសួរសុខទុក្ខបងប្អូនទាំងអស់និងចែកថ្លៃជូនបងប្អូនទាំងអស់ហើយជាចុងក្រោយមុននឹងខ្ញុំភ្លេចកន្លែងនេះគឺខ្ញុំសូមអរគុណដល់ទុកជាមុនដល់បងប្អូននារីសិលធម៌ហើយនិងក្រុមពូមីងបងប្អូនខាងវត្តគាត់នឹងទៅជួយពួកយើងដោយអស់ពីចិត្តដែរពេលនេះដូចថាយើងចូលរួមជាមួយពួកខាងវត្តគាត់បានទៅជួយយើងទៀតហ្នឹងណាចាហើយជាចុងក្រោយយើងខ្ញុំសូមជូនពរដល់បងប្អូនទាំងអស់នៅក្នុងរដូវចូលឆ្នាំថ្មីនេះឲ្យមានសុខភាពល្អរស់ស៊ីឲ្យកាន់តែមានជួបមនុស្សឲ្យកាន់តែល្អនៅជុំវិញខ្លួនមានសុវត្ថិភាពទៅកន្លែងណាឲ្យបានល្អទាំងអស់គ្នាសូមអរគុណ